បងប្អូនលោកស្រីឥឡូវនេះគឺប្រកួតជាលក្ខណៈប្រដាល់ក្បាច់ខ្មែរបុរាណបាទស្ថិតនៅក្នុងប្រភេទទីធ្ងន់មែនទែនហើយបាទដល់ទៅបាទគឺ63គីឡូក្រាមបាទស្ថិតនៅក្នុងក្របខ័ណ្ឌកមួយដែរចំក្រោយពីផ្នែកគុំគ្រូអលោកស្រីបានដឹងហើយថាតើសកម្មភាពនៃការប្រកួតរបស់កីឡាករទាំងពីរបាទដែលស្ថិតនៅក្នុងក្របខ័ណ្ឌកមួយគឺចំពោះកីឡាករដែលខ្លាំងហើយបាទរយៈពេល11ថ្ងៃអលោកស្រីនឹងបានទស្សនានៅគ្រប់ប្រភេទទាំងមូលទាំងអស់បាទដែលរៀបចំឡើងរៀបចំលេខកម្មវិធីនៃការប្រកួតនេះនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ5បាទដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាហើយក្នុងមួយថ្ងៃមួយពេលនោះសៃវៀននៃការប្រកួតនោះរហូតដល់3សៃវៀនបាទខាងក្នុង2រីឯខាងក្រៅឯនោះបាទសម្រាប់ទូខាងក្នុង1ខាងក្រៅ2បាទបើសិនជាមិនរួច3កន្លែងអញ្ចឹងទេបាទមិនត្រឹមតែរៀបចំប្រកួតគូកីឡាមិនទាន់ពេលវេលាទេថែមទាំងទស្សនិកជនដែលអញ្ជើញមកហ្នឹងគឺគ្មានកន្លែងទទួលទេបាទអញ្ចឹងហើយរំលែក3កន្លែងបាទបើយក3កន្លែងទស្សនិកជនមកបូកសរុបតែមួយកន្លែងប្រកាសជាចង្អៀតហើយណែនមែនទែនតែដល់តែរំលែកទៅខាងក្រៅខ្លះអញ្ចឹងទៅឃើញតែខាងក្នុងច្រើនដែរប៉ុន្តែមានកន្លែងទលាយខ្យល់ចេញចូលបរិយាកាសនេះស្រួលបន្តិចដែរបាទឥឡូវចាប់ផ្ដើមហើយទស្សជើងជួយរបស់កីឡាករបង្គោលគឺបាត់ឆៃឈៀតទៅមកជួយស្ដាំយកសុផាំងបាទ1-2របស់កីឡាករបង្គោលក្រហមលឹងដនបាទបោះជង្គង់ស្ដាំបាទនេះស្ថិតនៅក្នុងក្របខ័ណ្ឌកមួយមិនមែនជាកីឡាករធម្មតាទេបាទហើយក៏ប្រភេទទំនួលទៀតរូបរាងកម្ពស់របស់គឺកីឡាកររូបរាងបានល្អអញ្ចឹងបាទបើសិនថាអនាគតទៅហ្វឹកហាត់ដល់កម្ពុជានឹងអាចជួបជាមួយកីឡាករបរទេសល្បីបាទពលិកម្មតែងតែជួយរើសរកកីឡាករដែលមានរូបរាងកម្ពស់ជើងកែងវែងដើម្បីថាផ្គូផ្គងជាមួយនឹងកីឡាករបរទេសបាទពីព្រោះថាកីឡាករស្រុកបរទេសដែលមកហាត់ក្បាច់គុនបុរាណខ្មែរយើងនេះច្រើនតែមានគេខ្ពស់ជាងខ្មែរយើង1-2ដេញតាមវាយជង្គង់ខណៈឆ្វេងទុកមួយសិនបោះជង្គង់ស្ដាំបាទមិនទាន់ចូលដល់គូទូទាយនៅឡើយទេសម្រាប់បងប្អូនដែលប្រើប្រព័ន្ធទូរស័ព្ទ011 ខាងស៊ីនបាទចាប់ផ្ដើមទូទាយពីឥឡូវទៅបង្គោលក្រហមមួយចនាបង្គោលខៀវបាទសេងអ្នកការ៉ាជង្គង់ស្ដាំរបស់ឆៃឈៀតកែងបត់ស្ដាំរបស់លឹងដនទាត់ជង្គង់ក្រោមទៀតហើយចូលមកអូលឹងដនជាចាប់ទីឆៃឈៀតប៉ុន្តែឆៃឈៀតបានជង្គង់ឆ្វេងថែមជង្គង់ស្ដាំមួយទៀតដែរបាទជង្គង់ឆ្វេងរបស់ឆៃឈៀតដនបីដៃស្ដាំដែលបាត់ចប់ទឹកទី1ទៅហើយបាទលោកស្រីបាទបូកខ្សែកងបន្តិចទៅហើយជើងដល់ទឹកទី2បាទសូមអរលោកស្រីទាំងឡាយមានថាជ្រាបថាទទួលទានជាមួយនឹងស្រាសាច់ដុំពិសេសនិងស្រាសាច់ដុំអ៊ីអូមិនត្រឹមតែនាំមកជូនអរលោកអ្នកនៅសុខភាពល្អបរិបូរណ៍ហើយកម្លាំងកាយមាំមួនប៉ុណ្ណឹងទេថែមទាំងមានឱកាសអាចនឹងទទួលបានរង្វាន់ទៀតផងបាទសូមផ្ញើមកមកសរសេរកម្រិតសបកហ្នឹងផ្ញើចូលរួមតិចបាទដើម្បីផ្សងយកសំណាងបាទម៉ូតូ Honda C125 ស៊េរី2005 3រង្វាន់បាទហើយខ្សែកមាន 5G នេះ12រង្វាន់ទូរទស្សន៍21អ៊ីន12រង្វាន់ឆ្នាំដំបាយ60រង្វាន់បាទអគ្គិសនីកង្ហាល់60រង្វាន់និងកាដូអនុស្សាវរីយ៍ច្រើនទៀតផងពីក្រុមហ៊ុនស្រាសាច់ដុំ XO និងស្រាសាច់ដុំពិសេសបាទដែលកម្មវិធីប្រកួតសពទូកម្មវិធីចាប់រង្វាន់ក៏ពិតទៅនៅថ្ងៃទី25ខែកញ្ញាឆ្នាំ2005បាទសូមប្រញាប់រង្វាន់ឡើងបាទកម្មឱកាសដ៏ល្អនេះកន្លងផុតទៅដល់គួរឲ្យសោកស្ដាយបាទមុនតែស្ដាំរបស់ឆៃឈៀតទាត់ជង្គង់របស់លឹងដនបាទធ្វើឲ្យហៅឡើងលើយ៉ាងស្រាលល្មមវិញចូលលឹងដនវាយស្ដាំបោះកមួយសិនទាត់ជើងឆ្វេងចូលជ្រែងចាប់ជាប់លឹងដនមិនទុកឱកាសឲ្យកីឡាករឆៃឈៀតធ្វើបានអីដល់ចំណុចគោលដៅទេបាទ1-2អូយយ៉ាឆៃឈៀតវិញតាមទាត់ស្ដាំរុញលឹងដននឹងទឹកទៅហើយបាននឹងខ្សែរុញ
បាទការប្រកួតបានចូលមកដល់ទឹកទី2ហើយបាទទឹកទី1និងទឹកទី2ឆៃជាតិហាក់បីដូចជាមានឱកាសគ្រប់សង្កត់វាយយកសម្រាប់ទៅលើឡុងដនតែឡុងដនទីកំពុងតែរកចំណុចឲ្យជើងមួយជង្គង់ឈ្លូសថែមមួយដៃស្ដាំទៀតកែងបាត់ស្ដាំទៅជង្គង់ឈ្លូសទៀតនៅតែឆៃជាតិមានឱកាសល្អដដែលបាទចប់ទឹកទី2ទៅហើយបាទពីស្រះសិចដុំពិសេសនិងស្រះសិចដុំវីអូក៏ដូចជាពីឆ្នាំទី2វិទ្យាប្រវត្តិក៏សូមគោរពបញ្ជាក់ដល់ទស្សនាបាទចូលដល់ទឹកទី3ហើយសម្រាប់ទីឡុងដនជាមួយនឹងកីឡាករឆៃឈៀតអូឡុងដនមានឱកាសហើយបាទទឹកទី1ទី2ទុកឲ្យឆៃឈៀតសម្រាប់ចូលឥឡូវចូលដល់ទឹកទី3ឡុងដនចាប់ផ្ដើមប្រើទាំងដៃស្ដាំដៃអាយ៉ាបិទទឹកមួយសិនឡុងដនគាត់ឆ្វេងវិញស្ដាំរបស់ឆៃឈៀតបាទឡុងដនមកពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបាទឡុងដនចំណែកកីឡាករឆៃឈៀតបាទអូយ៉ាឡុងដនដួលម្ដងទៀតហើយបាទឆៃឈៀតនេះគឺមកពីក្លឹប VIP បាទគាត់លឹងដនដួលដល់កម្រាលព្រំម្ដងទៀតហើយបាទនេះគឺជាការប្រកួតចូលមកដល់ទឹកទី3ហើយគាត់ជើងឆ្វេងបាទគាត់មានជើងស្ដាំរបស់ឆៃឈៀតដដែលបាទហាមតោងខ្សែរឹងចាប់ខ្សែរឹងឬយកខ្នងយកខ្សែរឹងធ្វើជាមួយឯខ្នងមិនបានទេបាទឆៃឈៀតមួយដៃស្ដាំចំទៅលើមុខរបស់ឡុងដនហើយគោលឆ្ងល់នឹងកោតសរសើរដែលឡុងដនមិនទាន់ព្រមចុះចាញ់ដោយងាយទេជួបចាប់ជើងស្ដាំជាប់អាជ្ញាកណ្ដាលយ៉ាងណាក៏ដោយរាប់ទៅលើឡុងដនម្ដងសិនបាទ2ហើយ3ហើយ4ហើយ5ហើយ6ហើយមើលទៅអាការៈដូចជាមិនចាំបាច់ទេចង់ដល់10សុំព្រមចុះចាញ់ហើយបាទនៅក្នុងទឹកទី3បាទ